ខ្ញុំចង់តែឆ្ងល់ថាថៃបានចោទកម្ពុជារំលោភទៅលើថៃតែហេតុអីបានថៃខ្វះតែក្តីក្លាហានប្តឹងកម្ពុជាទៅកាន់តុលាការខ្ញុំសូមចោទសួរទៅអ្នកទីក្រុងបាងកកអ្នកចោទប្រទេសកម្ពុជាថាជាប្រទេសជាអ្នករំលោភលើអធិបតេយ្យថៃប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិខ្ញុំសូមសួរអ្នកហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយនឹងកម្ពុជាសូមប្រជាជនថៃសូមប្រជាជនកម្ពុជាក៏សូមមិត្តភ័ក្តិនៅលើពិភពលោកពិចារណាអំពីបញ្ហានេះឲ្យបានដិតដល់ហេតុអ្វីបានត្រូវខ្លាចតុលាការហើយបើថាកម្ពុជាជាអ្នករំលោភមិនក៏មិនប្រឹងទៅតុលាការយើងធម្មតាប្រទេសមួយតែមានតុលាការមិនអញ្ចឹងបើមានអាណាមួយមិនសុខចិត្តទៅប្រឹងទៅតុលាការហើយនៅលើពិភពលោកវាមានតុលាការអន្តរជាតិមួយចុះបើខ្លួនមិនសុខចិត្តមិនក៏ខ្លួនមិនប្រឹងទៅតុលាការរឿងនេះខ្ញុំគិតថាមេដឹកនាំថៃគួរយល់អំពីបញ្ហានេះមិនគួរខ្លាចនៅអ្វីដែលជាផ្លូវច្បាប់ទេហើយការប្រឹងទៅតុលាការនេះតុលាការកាត់សេចក្តីវាផ្ដល់នៅភាពងាយស្រួលឲ្យរដ្ឋាភិបាលធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួនប្រសិនបើសាលដីកាតុលាការចេញមកគឺយើងងាយពន្យល់ទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនថារឿងហ្នឹងតុលាការកាត់ក្តីមកអញ្ចឹងមិនមែនរដ្ឋាភិបាលធ្វើណាយើងបានប្រាប់ពីប្រឹងទៅហើយឧទាហរណ៍យើងចាត់ទុកថាចំណុចកនេះជាដីយើងទីដីកម្ពុជាថៃក៏ចាត់ទុកថាជាដីរបស់ថៃអញ្ចឹងទេបើសិនជាកម្ពុជាដកថយក៏ប្រជាជនកម្ពុជានឹងជេររដ្ឋាភិបាលប្រសិនបើថៃដកថយក៏ប្រជាជនថៃជេររដ្ឋាភិបាលប៉ុន្តែបើសិនជាតុលាការកាត់ថាជារបស់កម្ពុជាគឺថៃក៏ងាយស្រួលក្នុងការបកស្រាយប្រាប់ប្រជាជនថារឿងនេះមកពីតុលាការកាត់អញ្ចឹងហើយកម្ពុជាប្រសិនបើគេកាត់ថានឹងជារបស់ថៃក៏រដ្ឋាភិបាលងាយស្រួលក្នុងការបកស្រាយឲ្យប្រជាពលរដ្ឋរបស់ខ្លួនអញ្ចឹងហេតុអ្វីក៏ថៃមិនព្រមទី1ថាកម្ពុជាបំពេញខ្លួនបើបំពេញខ្លួនមិនក៏មិនប្រឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬក៏មិនប្រឹងទៅតុលាការអន្តរជាតិតុលាការឡាហេតែម្ដងទៅយើងចោទជាសំណួរបញ្ជាក់និយាយទៅវិញហើយហេតុអ្វីបានខ្លួនតតចោលនៅដំណើរការផ្លូវច្បាប់បើនិយាយតាមមួយបែបទៅគឺមានតែអ្នកខ្វះសុចរិតភាពទីដែលខ្លាចដំណើរការផ្លូវច្បាប់នោះ